lạiនេះគឺខ្ញុំចាញ់វីដេអូមួយទៀតបាទតាក់ទងនឹងការថែទាំកូនកស៊ូបាទកស៊ូនេះបានខ្ទង់3ខែណាបាទនេះបានខ្ទង់3ខែហើយបាទឥឡូវកំពុងតែមានការជំរះបាទដំបូងគឺយើងចាប់ផ្ដើមជំរះស្មៅវាសិនអញ្ចឹងណាបាទជំរះស្មៅឲ្យស្អាតឲ្យស្រឡះអញ្ចឹងណាបាទបន្ទាប់មកទៀតបាទយើងចាប់ផ្ដើមវាយថ្នាំបំពន់ចូលបាទវាយថ្នាំបំពន់សម្រួលដល់ដើមស្លឹកបាទដើម្បីឲ្យមានពពន់ល្អអញ្ចឹងណាបាទស្រួលខ្លួនបាទបន្ទាប់មកទៀតចាប់ផ្ដើមបាទដាក់ជីគ្រាប់បាទក្នុងមួយដើមយើងអាចដាក់ចន្លោះខ្ទង់បាទមកខំអីទៅបាទក្នុងការដាក់បាទយើងមើលស្លឹកវាអញ្ចឹងណាបាទស្លឹកវាត្រឹមនេះបាទដាក់ត្រឹមនេះទៅអញ្ចឹងដាក់ជុំវិញនឹងទៅអញ្ចឹងណាបាទខ្ទង់មកខំអីទេបាទអញ្ចឹងណាបាទដាក់ប៉ុណ្្នឹងចុះបាទហើយនៅក្នុងការជំរះនេះដែរធ្វើម៉េចឲ្យបានស្អាតអញ្ចឹងណាបាទបានស្អាតនេះបាទរៀបចំឲ្យស្មើស្អាតហើយកស៊ូនេះបើនិយាយទៅបាទរៀបចំស្អាតណាបាទមានប្រព័ន្ធទឹកអីត្រឹមត្រូវអញ្ចឹងណាបាទនៅពេលដែលយើងដាក់ជីមកបាទយើងបើកទឹកបើកអីវាអញ្ចឹងណាបាទអាហ្នឹងមានប្រព័ន្ធទេបើសិនជាអត់មានប្រព័ន្ធទឹកអាហ្នឹងក៏យើងធ្វើលក្ខណៈមួយបែបធម្មជាតិហើយអញ្ចឹងណាបាទចាំពេលភ្លៀងអញ្ចឹងណាហើយខែនេះបាទมันខ្វះទេទឹកភ្លៀងបាទនៅក្នុងខែ6ខែ7អញ្ចឹងណាបាទมันខ្វះទេបាទសំខាន់គឺយើងសម្អាតបាទជើងក្រោមឲ្យតែស្អាតទៅបាទដាក់ជីកប់ទៅអញ្ចឹងណាបាទហ្នឹងហើយសម្រាប់ប្រភេទជីយើងអាចប្រើពពុះគីមីក៏បានបាទពពុះសរីរាង្គអីក៏បានដែរអញ្ចឹងណាបាទបានតែទាំងអស់ហ្នឹងបាទហើយជីធម្មជាតិនេះមុខសត្វអីក៏យើងប្រើបានដូចគ្នាដែរអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះធ្វើការចែករំលែកប៉ុណ្ណឹងសិនបាទទាក់ទងនឹងការថែទាំកូនកស៊ូនៅទូអញ្ចឹងណាបាទអរគុណច្រើនបាទ